Hello អ្នកទាំងគ្នាអូខេយើងបន្តមេរៀនយើងទៀតនឹងហើយវត្តមុនខ្ញុំនិយាយអំពី arithmetic operator សញ្ញាបូកដកគុណចែកនឹងហើយសម្រាប់បន្តនេះខ្ញុំនិយាយអំពី relational operator នឹងហើយយើងចូលទៅមើលយមន័យហ្នឹងហើយនេះយើងមានលំហាត់នឹងហើយយើងសូមរំលងវាសិនអូខេយើងចូលដល់ relational operator ត្រូវបានគេប្រើសម្រាប់ប្រៀបធៀបតម្លៃពីរហើយលទ្ធផលដែលទទួលបានពីការប្រៀបធៀបនោះមានតែ true ហើយនិង false ទេនឹងហើយវាមាន6សញ្ញា operator ជានិមិត្តសញ្ញាហ្នឹងហើយសញ្ញាទី1មានសញ្ញាស្មើសញ្ញាស្មើ1អត្ថន័យផ្សេងនឹងហើយអ្នកគ្នាសញ្ញាស្មើ2មានគឺជាការប្រៀបធៀបសញ្ញាស្មើ1មានន័យថាតម្លៃ1ស្មើមានថាយើងទទួលតម្លៃឬក៏យើងអាស្រ័យតម្លៃទៅឲ្យវាគឺយើងប្រើសញ្ញាស្មើតែមួយទេតែក្នុងន័យ relational operator ការប្រៀបធៀបនេះគឺសញ្ញាស្មើ2ទៅយើងអាចប្រៀបធៀបបានហ្នឹងហើយសញ្ញាបន្ទាប់សញ្ញាទី2មានន័យថាមិនស្មើសម្រាប់សញ្ញាមិនស្មើដែរគេទៅសេសញ្ញាឧទានហើយសញ្ញាស្មើហ្នឹងហើយសញ្ញាឧទានស្មើនឹងសញ្ញាមិនហើយសញ្ញាស្មើគឺមានន័យថាមិនស្មើអូខេហើយសញ្ញានេះក៏យើងអាចទៅសេបានដែរនេះឧទាហរណ៍អ្នកនរគ្នាឃើញទេមានន័យថា x មិនស្មើ y អូខេបើវាមិនស្មើគឺពិតតែបើស្មើវាមិនវាពិតវា sorry វាមិនពិតអញ្ចឹងមានន័យថាសញ្ញាទី1និងសញ្ញាទី2វាផ្ទុយគ្នាន័យថាសញ្ញាទី1ស្មើទៅពិតតែសញ្ញាទី2កាលណាវាមិនស្មើទៅវាពិតហ្នឹងហើយនៅវាពិច្រាស់គ្នាសញ្ញាទី3របស់យើងគឺសញ្ញាធំជាងអង់គ្លេសអានថា greater than សញ្ញាធំជាងនេះអ្នកគ្នាជួបច្រើនហើយសង្ឃឹមថាអ្នកគ្នាយល់មានថាឧទាហរណ៍របស់គេគឺ x ធំជាង y កាលណាវាធំជាងវាពិតហ្នឹងហើយសម្រាប់សញ្ញាតូចជាងមានថា less than មានថាសញ្ញាតូចជាងហ្នឹងហើយមានថា x ឧទាហរណ៍គេគឺ x ធំជាង y ក៏ដូចជាចឹងទៅអូ sorry x ធំជាង y អូច្រឡំ y ក៏ដូច x ធំជាង y ហ្នឹងហើយអ្នកនរគ្នាសញ្ញាបន្ទាប់មានថាធំជាងស្មើមានថា greater អង់គ្លេសអានថា greater than or quarter to អញ្ចឹងទៅsorry quarter equal to ហ្នឹងហើយមានសញ្ញាហ្នឹងមានសញ្ញាធំជាងឬធំជាងឬស្មើនេះដូចគ្នាឧទាហរណ៍គេគឺ x ធំជាងឬស្មើ y សញ្ញាបន្ទាប់សញ្ញាចុងក្រោយរបស់យើងគឺសញ្ញាតូចជាងឬសញ្ញាស្មើមានថាតូចជាងឬស្មើមានថា less than or equal to មានថាសញ្ញាតូចជាងឬក៏ស្មើ x តូចជាង y តូចជាង y ឬក៏ធំជាងsorry តូចជាង y ឬក៏ស្មើ y យ៉ាងម៉េចអ្នកនរគ្នាអូខេសង្ឃឹមថាអ្នកគ្នាយល់ប្រហែលសញ្ញាហ្នឹងខ្ញុំគិតថាអ្នកគ្នាអត់យល់ទៅសញ្ញា non equal ទេសញ្ញាឡើយនេះវាប្រៀបបានដូចថាដូចខ្ញុំនិយាយអញ្ចឹងវាពិចារណាពីសញ្ញាស្មើកាលណាស្មើសញ្ញាស្មើវាពិតអីខាងលើតែបើសម្រាប់សញ្ញាឧទាហរណ៍សញ្ញាស្មើនេះមានថាកាលណាស្មើវាទៅជា false ហើយកាលណាវាអត់ស្មើវាទៅជា true តោះយើងនាំគ្នាទៅមើលលំហាត់តេស្តរបស់យើងអូខេខ្ញុំសូមបង្ហាញលំហាត់តេស្តរបស់យើងលំហាត់តេស្តរបស់យើងបើ a នេះធំជាង b គឺវា true ហើយបើ a តូចជាង b គឺវា false អូខេយើងសូមតេស្តទាំងអស់គ្នាតោះអូខេនេះជាលំហាត់មេរៀនមុនហើយខ្ញុំសូម share វាមួយហើយខ្ញុំសូមបង្កើតមួយទៀតមកដាក់ថា relational CVP អូខេខ្ញុំធ្វើការ include iOS 3 មួយអូខេ using ខ្ញុំស្បែកខ្ញុំបានបញ្ចូល
ta mi rin trơn hay thì cầm ta được người dối ok thì muốiสำคัญมาเยอะยังเถิดการได้ท้ายยังเถิดการได้ท้ายถามไม่ยังจังบ้านจำนวนกดจังยังตังchỉ integer modได้ท้ายให้ variable này mình đã đôi khi mình tới khi mình a mình b cho nhân tăng a rồi a và dương mà đọc hay b và dương mà một hay tới thì ok tầm mới dương si mồi máu mới thay dương thơ ca thơ ca bằng 2 nằm lại mua má có sorry dương thơ ca bằng 2 message 10 máu ok nè khi đặt mấy cái đặt bán tại nhầm đặt chẳng tới mời nghỉ xuống ok thì mua bằng 2 kê đã ít máu percent bởi chỉ a ní thông chừng b hỏi bị true tới ok từ bây giờ ngồi a cái này ní thì mình lạc hạng một cái biểu thiếp nhưng phở im các bán rồi này lại nó nhưng phở a thông chừng 7 thì ngồi ấn đỏ mình máu ok bây giờ sẽ ao mùi tiết 2% bởi chỉ a tổ chừng b ngồi before ngồi dừng và a ní tổ chừng b ngồi before thôi dừng sẽ ao mùi tiết rồi mình học finish relate so now operator ok nhưng thực tế đang thả trơ rồi còn kho tê là những chui mơ tao thế tới thì kho trớ sẵn khăn lơ để tao khăn nè chui mơ đừng ấy ok em thơ ca sale muối hay em thơ ca rắn tao việc error trong đấy chui mơ tao khăn ok code get error tế hay nhận thấy thời trăm tha true false việc bằng 2 true false lấy vì bằng 2 chỉ number cana put vì bằng 2 muối cana mình put vì bằng 2 zone nhận thấy khởi nhé percent chữ a này thông chừng b với true ok 2% จะ a ตัวจึง b bị false ហើយគេចង់ដឹងថាចម្លើយមួយណាដែលត្រឹមត្រូវដែលខ្ញុំមកមើលទាំងអស់គ្នា a យើង 10 ហើយ b យើង 20 ហើយតែ a នេះ a 10 ធំជាង b អត់ធំជាង 20 អត់កត់ណាគឺវាអត់ធំជាង 20 ទេហើយអញ្ចឹងហើយបានវាចេញមក0ដូចយើងរៀនតក្កវិជ្ជាអញ្ចឹងមានចំនួនពិតមិនពិតដែលការយើងសរសេរយើងមិនអាចសរសេរពិតមិនពិតភាសាជាអក្សរបានទេតក្កវិជ្ជាយើងពិត1មិនពិត0ហ្នឹងហើយហើយបើសិនជា a នេះធំជាង b a តូចជាង b បើសិនជាវាពិតឲ្យវា1តែយើងដាក់ថាបើសិនជាវា a ធំជាង b មកវា false អញ្ចឹងទៅវាអត់ចេញមកពិតទេវា format មកស្អីខ្ញុំដាក់ឡើងនេះនឹងឃើញនេះបើ a នេះធំជាង b ខ្ញុំឲ្យវា false បើសិនជា a ធំជាង b ឲ្យវា true a sorry ហ្នឹងហើយ a ធំជាង b ឲ្យវា true ហើយ a តូចជាង b មកវា false ទៅហើយការពិតយើងចង់បានខាងលើនេះឲ្យវា true តែដោយសារអី
ចំនួនគឺវាអត់ពិតចឹងកាលណាវាអត់ពិតចឹងវាទៅជា true កាលណាវាអត់ពិតវាទៅជា false ហើយ false យើងបង្ហាញលេខ0ហើយសម្រាប់ខាងក្រោមគឺវាពិតធំជាង B វាពិតទៅចេញ1ឡើយនេះយើងដាក់ចេះមកហើយដើម្បីឲ្យគេយើងអូខេហើយយើងដាក់ for ទៅឲ្យគេយើងមើលទៅស្រួលយល់អូខេមិនថាបើ A នេះធំជាង B ខ្ញុំឲ្យវា for 0ហើយ2បើ A តូចជាង B ពិតអត់បើសិនជាករណីពិតខ្ញុំឲ្យវាចេញតម្លៃមក true ហើយ true យើងតម្លៃគឺ1អូខេនឹងហើយសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាអ្នកគ្នាយល់សម្រាប់ true false ហើយសម្រាប់សញ្ញាផ្សេងខ្ញុំគិតថាអ្នកគ្នានឹងយកខ្លះហើយខ្ញុំសូមអូខេខ្ញុំសូមតបន្តិចទៅហើយគ្នាយើងមើលសញ្ញាទាំងប្រមាណទៀតអូខេបើសិនជា if A តូចជាង B ឬក៏ស្មើ B A តូចជាង B ឬស្មើ B ខ្ញុំអុយថាម៉េចខ្ញុំអុយវា true ហ្នឹងហើយទៅមកកន្លែងនេះយើង A យើងនេះតូចជាងឬស្មើ B ខ្ញុំអុយវា trueតែមកសៀអនមួយទៀតអូខេប្រសិនបើបើយើងធំជាងឬស្មើ B យើងឲ្យវា false ប្រសិនបើ A យើងធំជាងឬស្មើ B ខ្ញុំឲ្យវា false ហ្នឹងតែមកយើងសរសញ្ញាគេមិនស្មើសៀអនមួយទៀតប្រសិនបើមិនស្មើអូខេស្មើ A នេះមិនស្មើ B យើងឲ្យវាអីគេឲ្យវា true ប្រសិនជា A មិនស្មើ B យើងនៅសញ្ញាគេទៀតអូខេមានតែប៉ុណ្្នឹងទេ1 2 3 4 5អូខេសូមទៅមើលសិនសល់សញ្ញាគេខ្លះអូខេសញ្ញាស្មើសូមដាក់ខាងក្រោមមកចឹងនឹងដាក់ C អនទៀត if សិនជាយើង A នេះស្មើ B យើងឲ្យវា true A ស្មើ B true សញ្ញាទាំងនោះបើយើងប្រើ if A វាងាយស្រួលក្នុងការយល់តែឡើយនេះយើងអត់ប្រើ if A ទេយើងបង្ហាញនឹងធ្វើឲ្យគេយើងរឿងវល់តែបន្តិចទៀតខ្ញុំគិតថាអ្នកគ្នានឹងយល់សារយើងរៀនដល់ចំណុចទៅមុខទៀតវាទាក់ទងនេះច្រើនហើយវានឹងធ្វើឲ្យអ្នកគ្នាកាន់តែយល់ហ្នឹងហើយអូខេអ្នកគ្នាមើលទាំងអស់គ្នាខ្ញុំយកចឹងទី1គឺវា false A យើង10ធំជាង B យើង20អត់ធំទេយើងកាន់តែវាធំវា false ហើយ A យើងនេះតូចជាង B ពិតអត់វាពិតជាងកាន់តែពិតចេញ1 true ទៅមកទៀត A យើងតូចជាងឬស្មើ B អត់វាអត់ស្មើទេតែករណីពិតមួយគឺវាពិតហើយករណីនេះណាចឹងបើថា A យើងវាមាន2ករណីទី1ស្មើទី2គឺតូចចឹងមានន័យថាករណីនេះគឺវាតូចជាងធ្វើឲ្យ true ចេញ1ទៅមកទៀត A យើងនេះធំជាងឬស្មើ B អត់អានេះអត់ពិតទាំងពីរវាថាធំជាង A យើងមិនធំជាងហើយក៏មិនស្មើដែរអញ្ចឹងចេញ0ទៅមកទៀត A យើងមិនស្មើ B មិនស្មើពុតអត់ពិតឃើញទេ10វាមិនអាចស្មើ20បានទេអញ្ចឹងចេញម្ល៉េះមកពិតគឺ1ទៅមកគេបង្ហាញទៀត A យើងនេះស្មើ B អត់បើវាស្មើយើងឲ្យវា true ទៅតែវាអត់ស្មើទេកាលណាវាអត់ស្មើគឺយើងឲ្យ false ទៅយើងសិដាក់ true ឡើយនេះណានេះ
chẳng việc miền pi cả này smart hay nằm smart bây giờ phải if anh đang mang chữ số việc smartยัง iPhone tới anh ấy ca dừng anh ấy mình hàng chỉ mình xây để dừng hai thế mình chỉ là khan thế nhưng mà chỉ là khan chẳng là khan mình vì smart á gặp smart thì khơi chạy số đấy tao này ok mình tập năng để smart nhà relational operator không tha nên tao không nên nâng vô vì nhà tăng ní hay dừng tao một tiết vì chạy to thì cho này nè nâng vô ban tròn những nâng ấy nâng ấy ở smart và tổ này cứ mình tập năng để thì nâng ấy ở con tròn này thì có play cho like follow page trong phone là mày ban khơi một tổ là nhằm khó thực mấy vì mê riêng chạy to nâng IT nâng ấy ở con tròn